នេះជាប្រភេទឆាតuptrend អញ្ចឹងយើងមើលគ្រប់កាក់គឺដូចគ្នាទាំងអស់ទេចំពោះ uptrend គឺយើងមើលបែបនេះកន្លែងនេះគឺវានៅ downtrend នេះយើងឃើញវា uptrend ពីនេះមកនេះវានៅ downtrend ពីនេះមកហើយបន្ទាប់ពីវាឡើងទៅវិញហើយកន្លែងនេះគឺវាបង្កើតជាមួយនឹង higher high អញ្ចឹងវាចូលមកដល់កន្លែងនេះវាចង់ sideways វានៅ higher high higher low higher high higher low និង higher high ខាងលើនេះអញ្ចឹងអាហ្នឹងជាប្រភេទ uptrend ហើយអញ្ចឹងនៅពេលដែលវាបដូរ trend យើងមើលកន្លែងណាគឺយើងមើលកន្លែងនេះនៅពេលដែលកន្លែងខាងលើនេះវាចុះមកបើសិនជាវាចុះមកផុតចេះផុតជាមួយនឹងអា higher low នេះអញ្ចឹងគឺវាចាប់ផ្ដើម down trend ហើយអញ្ចឹងការ trade គឺយើង trade ជាមួយនឹង trend បានន័យថាយើងមើលកំពុងតែ up trend អញ្ចឹងគឺយើងកុំសតយើងរកតែកន្លែង long ទៅបានហើយអញ្ចឹងនៅពេលដែលវា up ចុះមក down trend បែបនេះគឺយើងអាចរកកន្លែង short បានយើងអាចរក supply ខាងលើឬក៏យក FVG ខាងលើមកកន្លែងនេះវាអាចនឹងឡើងទៅដល់ត្រឹមនេះឬក៏ដល់ត្រឹមនេះវានឹងចុះមកវិញអញ្ចឹងទៅអាហ្នឹងគឺជាទីផ្សាររំពឹងទុកដែលយើងមើលជាមួយនឹង chart នៅពេលដែលយើងរកកន្លែង entry ហើយយើងសេរី SL tag risk management របស់យើងហើយយើងរកកន្លែង TP របស់យើង